ជំរាបសួរបាទប្រិយមិត្តជាទីគោរពនិងជាទីមេត្រីថ្ងៃនេះខ្ញុំមានរឿងអាប់ដេតថ្មីមកទៀតហើយអំពីប្រទេសថៃដូចជាអ្នកនរគ្នាបានដឹងហើយថាឥឡូវនេះប្រទេសថៃបានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា Miss Universe ហើយកម្មវិធីនេះឥឡូវនេះកំពុងតែ viral នៅក្នុងបណ្ដាញសង្គមមែនទែនមិនថាក្នុងប្រទេសថៃឬនៅក្នុងពិភពលោកនោះទេតាដែលមានឈ្មោះតានវត្តនេះដែលជាអ្នកគ្រប់គ្រង Miss Grand Thailand ឥឡូវនេះកំពុងតែមានការល្បីឈ្មោះជាខ្លាំងទៅលើពិភពលោកដោយសារតែតានវត្តនេះបានធ្វើការស្ដីបន្ទោសទៅបេក្ខនារីដែលបានមកចូលរួម Miss Universe មកពីប្រទេសមិចស៊ីកូហើយតានវត្តនេះបានធ្វើការស្ដីបន្ទោសហើយនឹងមើលងាយនាងជាខ្លាំងដូចនេះបានធ្វើឲ្យនាងមិនសុខចិត្តទេនាងក៏បានក្រោកតវ៉ាហើយក៏បានចោទទៅលោកតានវត្តនេះថាគឺជាបរិសុទ្ធដែលមើលងាយស្ត្រីហើយនៅក្នុងពេលនោះក៏មានបេក្ខនារីជាច្រើនក៏មិនសុខចិត្តនឹងតានវត្តនេះដែរដែលបាននិយាយមើលងាយស្ត្រីយ៉ាងនេះហើយបេក្ខនារីនោះក៏នាំគ្នាងើបដើរចេញពីមុខតានវត្តភ្លាមៗហើយតានវត្តនៅពេលនោះធ្វើអីក៏មិនត្រូវក៏បានប្រាប់ទៅខាងសន្តិសុខឲ្យបិទទ្វារជាបន្ទាន់ហើយសកម្មភាពមួយនេះមើលទៅដូចជាអសរធម៌មែនទេហើយដោយសាររងនឹងការរិះគន់ខ្លាំងពេកតានវត្តនេះក៏ចេញឡាយបកស្រាយភ្លាមៗប៉ុន្តែមានជនជាតិថៃល្ងើល្ងងមួយចំនួនក៏ស្របតាមតានវត្តតែមានជនជាតិថៃមួយចំនួនទៀតមិនយល់ស្របតាមតានវត្តនោះទេហើយក៏បានបន្ទោសតានវត្តថាកំពុងធ្វើឲ្យប្រទេសថៃបាក់មុខហើយលោករ៉ាអ៊ូនគឺជាប្រធានគ្រប់គ្រង Miss Universe ក៏បានចេញស្ដីបន្ទោសលោកតានវត្តនេះភ្លាមៗថានឹងកាត់បន្ថយលោកតានវត្តនេះមិនឲ្យមានសកម្មភាពទៅលើកម្មវិធី Miss Universe ច្រើនពេកនោះទេគួរតែកាត់បន្ថយឬក៏ឈប់តែម្ដងទៅហើយបាននិយាយពីរឿងតានវត្តនេះបើប៉ុន្មានថ្ងៃអាទិត្យមុនវិញទើបតែមានរឿងជំរុំចន្លះហើយទេជាមួយលោកកាន់ដឹកអាចដែលពាក់ព័ន្ធជាមួយលុយជំនួយរបស់លោកកាន់ដឹកអាចដែលបានយកទៅជួយទាហានហើយនៅពេលនោះក៏មានប្រជាជនថៃជាច្រើនក៏បានរិះគន់លោកតានវត្តនេះផងដែរហើយមិនបានប្រហែលថ្ងៃទៀតផងឥឡូវនេះមានរឿងថ្មីទៀតហើយរបស់លោកតានវត្តប្រហែលជាលោកតានវត្តនេះចង់មានមុខមាត់ឬល្បីខ្លាំងហើយមិនឲ្យខ្លួនស្ងាត់នៅក្នុងបណ្ដាញសង្គមតតែសោះហើយឥឡូវនេះខ្ញុំនឹងនាំបងប្អូនទាំងគ្នាមកមើលភាពអាម៉ាស់របស់លោកតានវត្តនៅលើឆាកអន្តរជាតិម្ដងមើលថាពេលដែលគាត់អាម៉ាស់ហើយតើសកម្មភាពរបស់គាត់ទៅជាយ៉ាងไรសូមមកទស្សនាទាំងអស់គ្នាตอนเย็นก็คุยกันอีกตอนกลางคืนเขาก็พูดว่ามันดีนะอะไรเงี้ยอพอลใจหน่อยไหมผมก็บอกว่าได้ครับผมเป็นคนไม่มีอัตราอยู่แล้วถึงแม้มันจะลำบากใจแค่ไหนแต่ผมยินดีที่จะทำเพื่อให้ทุกอย่างมันสงบผมก็บอกว่าเดี๋ยวผมตั้งกล้องไลฟ์เลยแล้วกันเพราะว่ามันดึกมากแล้วผมก็เครียดมากคือทุกคนก็บีบคั้นผมตลอดเวลาผมก็พูดภาษาไทยรอบนึงแล้วก็พูดภาษาอังกฤษรอบนึงถ้าผมจำไม่ผิดผมพูดคำว่า apologize อยู่3 ครั้งนะฮะแล้วก็ apologize ประเทศด้วยคือเรื่องมันลากผมมาจนถึงจุดเนี้ยผมก็คิดว่าผมเข้าใจแล้วผมก็ขอโทษแล้วผมก็เป็นมนุษย์คนหนึ่งที่เป็นมนุษย์ที่แบบมีรู้สึกเจ็บรู้สึกปวดรู้สึกท้อมันเหมือนถูกแทงตลอดโดยไม่มีเหตุผลหลอกให้ผมอโพโลใจหลังจากนั้นผมก็นอนไม่หลับแล้วตอนเช้าก็ทำกับผมอีกโดยไม่เหลือความเป็นสุภาพบุรุษเลยพอผมโทรไปก็บอกว่าจำเป็นต้องเขียนไปอย่างนั้นแล้วบอกว่าวันนี้น้องจะมาขอโทษถึงเวลาเขาก็ไม่ทำอะไรตามสัญญามันเหตุผลมันมีหมดแล้วครับสัมภาษณ์คนอื่นบ้างก็ได้นะហើយក្នុងការបកស្រាយរបស់លោកតានវត្តនេះអូចេះនិយាយដែរតើថាគេដាក់សម្ពាធឲ្យច្រើនពេកទើបធ្វើឲ្យលោកនឹងមានកំហឹងនៅក្នុងខ្លួនហើយចោះអត់គិតខ្លួនឯងទេឲ្យកាយដាក់សម្ពាធឲ្យខ្មែរនៅពេលហ្នឹងវាយ៉ាងម៉េចអានឹងហើយគេហៅថាកម្មតាមសំណងហើយមិនដឹងថាជាមនុស្សស្អីទេអាខ្លួនឯងខុសហើយមិនព្រមទទួលខុសទៀតហើយនៅគិតថាគេចាក់ខ្លួនឯងពីក្រោយខ្នងអត់យល់ទេតានវត្តនេះហើយការពិតទៅតានវត្តនេះមិនមានទួនាទីទៅគ្រប់គ្រង Miss Universe នេះឡើយខំតែត្រឹមជាអ្នករៀបចំកម្មវិធី Miss Universe នេះតែប៉ុណ្ណោះហើយតានវត្តនេះពិតជាខូចខ្លាំងណាស់បានលួចឲ្យ Miss Universe ធ្វើការប្រម៉ូទរបស់ខ្លួនដោយខុសពីលក្ខខណ្ឌកិច្ចសន្យារបស់ Miss Universe ដែលបានផ្ដល់ឲ្យប្រទេសថៃធ្វើជាម្ចាស់ផ្ទះនេះហើយបានគេហៅថាលួចចំណេះចេះចាក់កឯងហើយសូមអ្នកទាំងគ្នាមកទស្សនាការសម្ដែងរបស់លោកតានវត្តនេះបន្តទៀតថាតើលោកតានវត្តនេះសម្ដែងសមឬមិនសម
a human. As everybody know, past few days, a lot of pressure that I would not like to say again. I am so sorry it happened. បាទយ៉ាងមិនដែរអ្នកនរគ្នាតើគាត់សម្ដែងសមដែរឬទេសូម comment នៅខាងក្រោមហើយកុំភ្លេចចុច like ហើយនិងចុច subscribe ដើម្បីតាមដានព័ត៌មានបន្តអំពីយើងខ្ញុំរឿងអាស្រូវរបស់ប្រទេសថៃសូមអរគុណ